បាទជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាចឹងថ្ងៃនេះយើងមកជួបគ្នាជាមួយនឹងកម្មវិធីថ្នាលបឋមជាបន្តទៀតចឹងថ្ងៃនេះយើងមកសិក្សាទៅលើចំណុចមួយចំនួនទៀតនៅលើថ្នាលបឋមទាំងអស់គ្នាបាទចឹងយើងចូលមកពាក្យថ្នាលបឋមមកបាទថ្នាលបឋមចឹងមកបាទដូចហើយលោកគ្រូអ្នកគ្រូចុចនៅលើពាក្យ profile យើងមួយមកបាទលើ profile ចឹងមកខាងក្រោមនេះគឺមានពាក្យគេដាក់ថារៀនតាមដានតេស្តកិច្ចការផ្ទះវេទិកាវីដេអូសិភៅរបាយការណ៍ផ្សេងៗចឹងខ្ញុំនឹងធ្វើវីដេអូតាក់ទងជាមួយនឹងចំណុចទាំងអស់នេះសម្បត្តិម្ដងមួយបាទបើយើងចង់ឲ្យសិស្សយើងរៀនដំបូងយើងចុចលើពាក្យរៀនបាទរៀនលើគេនឹងសិនមកចឹងរៀននេះគឺយើងមានចេញផ្ទាំងរបៀបនេះមួយចឹងលោកគ្រូអ្នកគ្រូកំពុងបង្រៀនសិស្សថ្នាក់ទីប្រមាណដែរបាទថ្នាក់ទីប្រមាណដូចហើយលោកគ្រូអ្នកគ្រូចង់ឲ្យសិស្សរៀនហ្នឹងតើរៀនមុខវិជ្ជាអីគេអញ្ចឹងទីហោថាខ្ញុំយកថ្នាក់ទី1យកភាសាខ្មែរបាទភាសាខ្មែរថ្នាក់ទី1អញ្ចឹងបើចេញផ្ទាំងរបៀបនេះបាទអញ្ចឹងតើយើងចង់ឲ្យសិស្សយើងគាត់រៀនមេរៀនទីប្រមាណឬយើងចង់បង្រៀនគាត់មេរៀនទីប្រមាណអញ្ចឹងខ្ញុំកុំឲ្យវែងឆ្ងាយច្រើនខ្ញុំយកមេរៀនទី1សំទោសយកមេរៀនទី3នៅលើគេនោះគឺស្រអាស្រអែនិងស្រអីអញ្ចឹងខ្ញុំចុចនៅលើនឹងតែម្ដងបាទអញ្ចឹងវានឹងចេញផ្ទាំងរបៀបនេះទៀតចាំផ្ទាំងរបៀបនេះគឺលោកគ្រូអ្នកគ្រូអាចចុចទៅមើលឬចុចទៅស្ដាប់បានបាទទី1គឺយើងអាច share មេរៀននេះមានសញ្ញាព្រួយតូចមួយនៅខាងចុងនោះយើងអាច share មេរៀននេះទៅកាន់ Telegram របស់សិស្សមួយបាទរបស់សិស្សណាដែលយើងចង់ផ្ញើគាត់រៀនឬក៏ចង់ផ្ញើទៅក្នុងក្រុម Telegram ដែលយើងបានចងជាមួយនឹងអាណាព្យាបាលសិស្សទាំងអស់គ្នាអញ្ចឹងទីកាលណាយើងចុចសញ្ញាព្រួយត្រេមួយខាងហ្នឹងមកវាចេញផ្ទាំងរបៀបនេះទៀតទី1គឺយើងផ្ញើតាមក្រុម Telegramទី2គឺយើង copy link បាទ copy ខាងក្រោមនេះគឺហៅថា copy link យកទៅផាសតែម្ដងឧទាហរណ៍ថាខ្ញុំផ្ញើទៅតាម Telegram មួយបាទអញ្ចឹងខ្ញុំផ្ញើមួយមកវាចេញផ្ទាំងរបៀបមួយនេះមួយទៀតឲ្យយើងផ្ញើតាម Telegram អញ្ចឹងខ្ញុំផ្ញើទៅ Telegram ឈ្មោះភូមិបន្ថននេះមួយចុះបាទអញ្ចឹងវាចូលទៅ Telegram ភូមិបន្ថនហើយវីដេអូហ្នឹងអញ្ចឹងសិស្សយើងបាទថាសិស្សយើងគាត់ឈ្មោះហ្នឹងគាត់អាចចូលទៅរៀនមេរៀនហ្នឹងបានបាទអញ្ចឹងមួយទៀតចំណុចនេះដដែលបាទបើនឹងដដែលយើងចុចមក share នឹងដដែលយើងចុចពាក្យមួយទៀតគឺពាក្យ copy link បាទ copy link ខាងក្រោមនេះមួយមកបាទចុចមួយមកបាទ copy រួចហើយយើងបិទកម្មវិធីថ្នាលបឋមរបស់យើងអូខេខ្ញុំបិទកម្មវិធីថ្នាលបឋមខ្ញុំបើកទៅក្នុង Messenger មួយបាទឬក៏ក្នុង Telegram ក៏បាន Messenger ក៏បានដែរលោកគ្រូនេះគ្រូអញ្ចឹងខ្ញុំបើកទៅកម្មវិធី Messenger មួយគេហៅអញ្ចឹងមករួចហើយខ្ញុំផ្ញើ link នេះចូលទៅក្នុងMessenger មួយឈ្មោះថាមឹងបុប្ផាដែលជាប្រព័ន្ធខ្ញុំនេះបាទរួចហើយកន្លែង message ខាងក្រោមនេះមានពាក្យថា message ខ្ញុំចកត់វាឲ្យជាប់បាទរួចហើយវានឹងចេញពាក្យនេះមួយដាក់ថា pass បាទ pass អញ្ចឹងលោកគ្រូនៃគ្រូចុចយកពាក្យ pass ហ្នឹងមកបាទរួចហើយចុចសញ្ញាបញ្ជូនទៅវានឹងចូលទៅដល់Messenger ដែលសិស្សឬក៏ដែលដល់ឈ្មោះមកបុប្ផាហ្នឹងហើយបាទក៏ចឹងយើងវិលទៅកាន់កម្មវិធីថ្នាលបឋមយើងវិញបាទអញ្ចឹងនៅពេលយើងចង់បង្រៀនបងដូចសិស្សានុសិស្សផ្ទាល់តែម្ដងយើងចុចទៅលើវីដេអូនោះតែម្ដងបាទហើយបើយើងចង់ផ្ញើក៏បានបង្រៀនពីរបៀបផ្ញើរួចហើយក៏អញ្ចឹងយើងចូលរៀនផ្ទាល់តែម្ដងអញ្ចឹងយើងចុចលើសញ្ញាខ្មៅខាងមុខហ្នឹងមកបាទនេះគឺជារបៀបរៀនបាទអញ្ចឹងវាដាក់ថាកំពុងរៀបចំទិន្នន័យអញ្ចឹងយើងរងចាំមួយផ្លែតសិនទៅវានឹងបង្ហាញពីរបៀបរៀនឲ្យយើងបាទអ៊ីនធឺណិតនៅនេះគឺរៀង slow បន្តិចលោកគ្រូនិគ្រូជាស្រ័យផងបាទវាកំពុងទុកមករៀនឲ្យយើងអញ្ចឹងយើងរងចាំមួយផ្លែតបាទរងចាំមួយផ្លែតសិនទៅអញ្ចឹងខ្ញុំសូមបញ្ជាក់ប្រាប់បដាលេងសិនទៅថាខាងក្រោមនេះមានវីដេអូមេរៀនជាច្រើនទៀតដែលយើងអាចយកមកបង្រៀនសិស្សយើងបានបាទអញ្ចឹងប្រហែលជាអ៊ីនធឺណិត slow ប្រហែលជាមិនដើរទេលោកគ្រូនេះគ្រូអញ្ចឹងគឺខ្ញុំសូមត្រឹមប៉ុណ្ណេះហើយខ្ញុំថាលោកគ្រូអ្នកគ្រូអាចចូលមើលកន្លែងហ្នឹងទៅយើងដឹងពីរបៀបរៀនទាំងអស់គ្នាបាទអញ្ចឹងវីដេអូនេះគឺខ្ញុំនិយាយតែប៉ុណ្ណេះទេតាក់ទងជាមួយនឹងចំណុចរៀនដែលមាននៅលើថ្នាលបឋមរបស់យើងហើយវីដេអូបន្តទៀតគឺខ្ញុំនឹងបង្ហាញអំពីរបៀបតាមដានបាទចំណុចតាមដាននៅលើកម្មវិធីថ្នាលបឋមរបស់យើងទាំងអស់គ្នាដែរបាទអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀត